សូមចម្រើនពរញោមញាតិប្រុសស្រីទាំងអស់ដែលតែងតែគោរពនិងស្រឡាញ់ចំពោះមន្តគាថាខ្មែរយើងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅមន្តគាថាក៏ដូចជាបាលីមន្តក្រុងយក្សដើម្បីចែកជូនញាតិញោមស្ដាប់ក៏ដូចជាសិក្សាប៉ុន្តែមុននឹងញាតិញោមដូចជាអស់លោកចូលស្ដាប់ឬសិក្សាសូមកុំភ្លេចជួយចុច Subscribe នៅលើ Channel និងចុច Like ដើម្បីនឹងទទួលបាននៅវីដេអូថ្មីៗបន្តទៀតចំពោះមន្តគាថាក្រុងយក្សនេះគឺជាគាថាមួយគឺជាមន្តមួយដ៏ពូកែនិងស័ក្តិសិទ្ធិប្រសិនណាបើញាតិញោមយកទៅប្រើប្រាស់មានការគោរពនិងមានការបដិបត្តិបានត្រឹមត្រូវល្អមន្តគាថាក្រុងយក្សគឺដឹងហើយញាតិញោមថាយក្សមានធំមានកម្លាំងអស្ចារ្យណាហើយយក្សតែងតែមានក្រុងមានមហិទ្ធិឫទ្ធិមានអំណាចពូកែអង្អាចណាលើពួកអមនុស្សខ្មោចព្រាយបិសាចគឺថាពូកែណាស់ក្រុងយក្សនឹងឯងណាញាតិញោមដែលល្បីដែលឮមន្តក្រុងយក្សទេមន្តក្រុងយក្សនេះគឺគេប្រើប្រាស់ទៅលើឫទ្ធិអំណាចពូកែអង្អាចទៅលើពួកអមនុស្សខ្មោចព្រាយបិសាចនិងជាមន្តដ៏ពូកែខាងការពារនៅសិលមន្តខ្មៅអ្នកដតីការពារនៅអំពើអំព័ន្ធភាពងងឹតងងុលអីជាដើមនោះគឺมันអាចមកក្បែរបញ្ជិះចេញពីយើងបានពួកទៀតការពារនៅឧបទ្រពអំពើចង្រៃបិទបាតថ្មាត់ថ្មិលអណ្ដេរថៃទាំងឡាយបានទៀតគឺពូកែស័ក្តិសិទ្ធិណាស់ចំពោះមន្តគាថាក្រុងយក្សមួយនេះប្រសិនណាបើញាតិញោមយកទៅប្រើប្រាស់បានត្រឹមត្រូវល្អនឹងអាចជួយឲ្យញាតិញោមជៀសផុតពីភ័យមហន្តរាយការឡងបន្លាចអំពើអំព័ន្ធសិលមន្តខ្មៅអ្នកដទៃអញ្ចឹងគឺស័ក្តិសិទ្ធិណាស់ចំពោះគាថាក្រុងយក្សមួយនេះណាញាតិញោមអាចយកទៅប្រើប្រាស់អ្នកដែលតែងតែមាននៅខ្សែចង្កេះខ្សែកថាសាក់យន់នៅលើអង្គខ្លួនប្រាណគឺអាចយកទៅខ្សែផ្សោតយកទៅបញ្ចុះប្រើប្រាស់បានណាគឺទៅទីណាមកអំពីទីណាតែងតែមានឫទ្ធិមានអំណាចនៅកន្លែងនោះដោយអំណាចនៃគាថាមន្តបាលីក្រុងយក្សនេះឯងគឺអាចកម្ចាត់នៅអំពើអំព័ន្ធភាពចង្រៃជៀសចេញឆ្ងាយបានអញ្ចឹងយើងចូលទៅសិក្សានៅមន្តគាថានេះទាំងអស់គ្នាអញ្ចឹងមុននឹងញាតិញោមដូចជាអស់លោកសូត្រនៅគាថានេះយើងត្រូវរៀបចំលំដាប់គ្រូជាមុនសិនលំដាប់គ្រូគឺយើងត្រូវមានការឈប់5ទៀន5ធូប5បារី5ស្លា5មលូ5ស្លាធម៌ដុំ1គូបាយសី1គូទឹកអប់ឆ្វេងស្ដាំកណាត់សអាវ1ប្រាក់500រៀលនេះគឺជាលំដាប់គ្រូដែលយើងត្រូវតែមានការរៀបចំឡើងបន្ទាប់ពីយើងរៀបចំលំដាប់គ្រូយើងត្រូវសូត្រនៅរំលឹកគុណគ្រូបន្ថែមទៀតអញ្ចឹងយើងសូត្រមកខ្ញុំព្រះករុណាសូមរំលឹកគុណគ្រូដែលបានបង្ហាត់បង្រៀននៅមន្តគាថានេះដល់ខ្ញុំពេលដែលខ្ញុំសូត្រមន្តគាថានេះពេលណាសូមឲ្យពូកែស័ក្តិសិទ្ធិមានឫទ្ធិចេះមានបារមីយើងដៃបណ្ណំឡើងហើយតាំងនមោ3ចប់នមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈបន្ទាប់ពីយើងតាំងនមោ3ចប់យើងត្រូវសូត្រនៅគាថានេះអេហេវេសវណ្ណੰអហੰវេសវណ្ណោអ៊ីអចតោរោហេយខាយខੰអហੰវន្ទាមិមមិហੰអេហេវេសវណ្ណੰអហੰវេសវណ្ណោអ៊ីអចតោរោហេយខាយខੰអហੰវន្ទាមិមមិហੰអាភាពសូត្របញ្ជាក់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់អេហេវេសវណ្ណੰអហੰវេសវណ្ណោអ៊ីអចតោរោហេយខាយខੰអហੰវន្ទាមិមិហੰប៉ុនេះគឺជាបាលីដូចជាមន្តគាថាក្រុងយក្សគឺមានតែប៉ុណ្ណឹងញាតិញោមអាចយកទៅទន្ទិញឲ្យចេះចាំបានចំពោះការសូត្រវិជ្ជាការបរិកម្មគឺយើងត្រូវសូត្រ7ចប់ណាបរិកម្ម7ចប់ចំពោះដំណំហាមហូបសាច់ឆ្កែផ្លែស្ពឺនិងផ្លែឃ្លោកនេះគឺជាដំណំដែល
ដូនតាខ្មែរយើងតែងតែតមកុំឲ្យមុនគាថាអតីតនឹងវាសាបកណ្ដាប់បើសាបទៅយើងខ្សែផ្សូតទៅប្រើប្រាស់ទៅក៏វាមិនបានភាពខ្លាំងពូកែនឹងស័ក្តិសិទ្ធិដែរចំពោះរបៀបប្រើប្រាស់វិញណាមុនគាថាក្រុងយៈនេះគឺយើងប្រើបានច្រើនទី1គឺយើងអាចចាជាយន្តណាដើម្បីដាក់នៅតាមខ្លួនដាក់នៅតាមផ្ទះដាក់នៅតាមរថយន្តយានជំនិះរបស់យើងមួយទៀតគឺយើងអាចសាក់នៅលើដងខ្លួនរាងកាយរបស់យើងបានណាយើងអាចសាក់នៅលើរាងកាយរបស់យើងបានដោយច្រើនគឺគេសាក់នៅលើរាងកាយហើយក៏យើងអាចធ្វើជាខ្សែចង្កេះខ្សែកថាហ្នឹងក៏បានដែរពាក់នៅលើរាងកាយរបស់យើងណាដើម្បីបញ្ជានៅមុនសិលខ្មៅអ្នកដតីដើម្បីការពារនៅឧបទ្រពចង្រៃធម្មលអដេថៃភាពចង្រៃណាមួយដែលចង់មកបៀតបៀនយើងដូចជាអមនុស្សខ្មោចព្រាយបិសាចក៏មិនអាចហ៊ានចូលមកក្បែរមកចូលមកចិត្តយើងបានដែរណាដោយអំណាចនៃគាថារិទ្ធក្រុងយៈមីមេនេះគឺមានរិទ្ធមានអំណាចអង្គអាចពូកែស័ក្តិសិទ្ធិណាស់ណាហើយយើងយកចាជាអក្សរនៅលើអង្គខ្លួនប្រាណយើងហើយយើងត្រូវមាននៅគាថាដាស់គាថាប្រសិទ្ធិបន្ថែមទៀតដើម្បីឲ្យបាលីមុនក្រុងយៈនេះវាក៏ក្រើកឡើងមានរិទ្ធមានអំណាចមានតេជះនិងមានបារមីឡើងណាកាលណាបើយើងចាក់ហើយមិនបានដាស់មិនបានសែបសូត្រឲ្យបានត្រឹមត្រូវទេគឺមិនមានរិទ្ធមានអំណាចអង្គអាចពូកែស័ក្តិសិទ្ធិបានទេណាទោះតែយើងបានដាស់បានប្រសិទ្ធិបន្ថែមទៀតអញ្ចឹងយើងសាក់ហើយនៅលើខ្លួនប្រាណយើងហើយយើងត្រូវតែឲ្យគ្រូដែលពូកែស័ក្តិសិទ្ធិនឹងមកសាក់មកប្រសិទ្ធិនៅលើដងខ្លួនប្រាណយើងក៏ដូចជាមុនគាថាក្រុងយៈនេះទៀតដូចគ្នាដែរចាកថាចាជាយន្តខ្សែចង្កេះខ្សែអីជាដើមក៏យើងត្រូវប្រសិទ្ធិបន្ថែមទៀតដែរដើម្បីបង្កើនរិទ្ធបង្កើនអំណាចនៅមុនគាថាក្រុងយៈមីមេនេះអញ្ចឹងញាតិញោមអាចយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់វាសនាបើញាតិញោមជួបប្រទះតែសេចក្តីមិនល្អណាជួបប្រទះតែភ័យហន្តរាយណាអំពើអំព័ន្ធមុនសិលខ្មៅដតីអាចយកគាថាក្រុងយៈនេះទៅប្រើប្រាស់ទៅខ្សែសូត្រនិងអាចទប់ស្កាត់អំពើអំព័ន្ធឧបទ្រពចង្រៃនោះបានណាចឹងគឺមានតែប៉ុណ្ណឹងទេណាញាតិញោមអាចយកទៅប្រើប្រាស់តាមតម្រូវការតាមចិត្តអ្វីដែលញាតិញោមចង់បាននិងប្រាថ្នាហើយញាតិញោមត្រូវចាំថាមហិទ្ធិឫទ្ធិនៃមន្តអាគមគាថារបស់ខ្មែរយើងដែលពូកែស័ក្តិសិទ្ធិទៅបានគឺអាស្រ័យទៅលើការទន្ទិញស្វាត់ជ័យគាថាជាប្រចាំថ្ងៃជាការអុជធូបថ្វាយចេកផ្កាភ្ញីចំពោះវត្ថុស័ក្តិសិទ្ធិប្រតិបត្តិរាល់ថ្ងៃសិលដែលប្រៀបដូចជាយើងសម្លេងក្បិតបើទោះបីជាក្បិតនៅគ្មានមុខក៏គង់តែមុតដែរប៉ុន្តែបើយើងខ្ជិលច្រអូសឬធ្វើប្រហែសឬអួតអាងបើទោះបីជាមន្តអាគមឬវត្ថុស័ក្តិសិទ្ធិនោះខ្លាំងពូកែប៉ុណ្ណាក៏គង់អស់រដ្ឋាភិបាលដែរដូចជាក្បិតដែលគេទុកចោលត្រូវជ្រែកចាប់ចឹងឯងចឹងយើងកុំបីមានការប្រមាថកុំបីមានការធ្វើប្រហែសកុំបីមានការអួតអាងបំណាច់ថាយកទៅសិក្សារៀនសូត្រត្រូវតែមានការគ្រប់បត្តិឲ្យបានល្អទៅអានុភាពវិជាថាដែលយើងសាបសូត្រប្រើប្រាស់ទៅមានអានុភាពខ្លាំងក្លាហើយអាចជួយយើងបានចឹងគឺមានតែប៉ុណ្ណេះជាចុងក្រោយញាតិញោមបើសិនណាបើមិនយល់ត្រង់ណាមិនដឹងត្រង់ណាឬឆ្ងល់ត្រង់ណាអាចសាកសួរបានក៏តាមរយៈ comment ដូចជាលេខទូរស័ព្ទរបស់អាត្មាផ្ទាល់ដែលដាក់នៅលើវីដេអូនេះស្រាប់ហើយអាត្មាភាពក៏បានក៏មានយ័ន្តជីវជាយន្តជាខ្សែកថាខ្សែចង្កេះផ្សេងការពារនៅអំពើអំព័ន្ធបើសិនណាញាតិញោមចង់ជីវជាខ្សែចង្កេះខ្សែកថាហ្នឹងអាចជីវបានតាមរយៈអាត្មាញាតិញោមអាចខលមកហើយមានញាតិញោមអាចារ្យគាត់បានជីវដូចជាយ័ន្តការពារយ័ន្តដាក់ផ្ទះខ្សែចង្កេះខ្សែកថាផ្សេងអាចជីវបានប្រសិនណាបើញាតិញោមមានតម្រូវការយកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍និងជាក្តីសុខក្រុមគ្រួសាររបស់ញោមញាតិអញ្ចឹងអាត្មាភាពគឺមានតែប៉ុណ្ណេះសូមចម្រើនពរនិងសូមជូនពរដល់ញាតិញោមកើតនៅលាភជ័យសិរីសួស្តីនៅក្នុងក្រុមគ្រួសារណាដែលតែងតែគោរពស្រឡាញ់រាល់វីដេអូដែលអាត្មាភាពបានផុសទៅណាចឹងសូមចម្រើនពរលាម្ដងទៀត